សូមមកស្កាហ្វាញគុំចម្រើនពរញាតិញោមនៅប្រទេសកាណាដាដល់រដូវផ្ការីកអង់គ្លេសគេថា spring រដូវផ្ការីកនឹងឯងហើយជារៀងរាល់រដូវផ្ការីកនេះគឺគេដាំផ្កាជាច្រើនប្រភេទហើយច្រើនពណ៌ហើយផ្កាប្រភេទនេះគេហៅថាផ្កា tulip មានផ្កាផ្សេងជាច្រើនទៀតដែរតែមិនស្គាល់ឈ្មោះថាយ៉ាងណាទេតែស្គាល់តែត្រឹមផ្កា tulip នេះឯងហើយផ្កា tulip នេះមានច្រើនពណ៌មែនតើហើយមើលទៅគឺស្រស់ស្អាតការដាំក៏មានជូរមានរបៀបមានតាមបែបຂະຫນາດពណ៌របស់គេវាមានពណ៌ចម្រុះក៏ពិតមែនប៉ុន្តែមើលទៅគឺស្រស់ស្អាតគូជាទីគយគន់ហើយក៏ធ្វើឲ្យយើងផ្លាស់ប្ដូរនៅចំណីចក្ខុចំណីភ្នែកដែលប្លែកពីរដូវផ្សេងជារៀងរាល់រដូវគឺតែងតែមានអ្វីប្លែកនៅលើទឹកដីនៃប្រទេសកាណាដានេះឯងដូចជានៅក្នុងថ្ងៃនេះមានមនុស្សម្នាជាច្រើនដោយសារវាជាថ្ងៃចុងសប្តាហ៍វា long weekend ផងអញ្ចឹងក៏មានអ្នកមកទស្សនានៅផ្កា tulip យ៉ាងច្រើនមែនតែម្ដងដែលមានមនុស្សមកពីខេត្តផ្សេងផងដែរមិនមែនត្រឹមតែខេត្តហ្នឹងទេហើយផ្កា tulip នេះគឺដាំគ្រប់រដូវគ្រប់ខេត្តនៅទីនេះគេមានដាក់piano ឲ្យយើងលេងទៀតយ៉ាមើលទៅគឺមានមនុស្សម្នាមកលេងច្រើនមែនតើច្រើនកកមកទស្សនាមកថតរូបនាំកូននាំចៅនាំគ្រួសារមកលេងមកកំសាន្តនៅសួនផ្កាហៅថាសួនផ្កា tulip ដោយជាថ្ងៃសម្រាប់ផងដែរដែលគេតែងតែនាំគ្នាមកទស្សនាអញ្ចឹងឯងជារដូវដែលគេនាំគ្នាមកដើរលេងអញ្ចឹងទៅណាឃើញទេនេះមានញាតិញោមជាជនជាតិកាណាដាច្រើនគាត់មកថតរូបគាត់មកអី selfie អីចឹងទៅនេះឃើញទេមានផ្កាច្រើនណាស់ហើយនៅខាងមុខនេះគឺជាផ្កាcanola ផ្កា canola ដែលភាគច្រើនផ្កាហ្នឹងគេដាំយកទៅធ្វើប្រេងឆាដាំយកធ្វើប្រេងឆាលក់តាមទីផ្សារដែលផលិតទៅជាប្រេងឆាហ្នឹងឆ្លងទៅស្ពានហ្នឹងតិចទៅដល់ហើយcanola ហ្នឹងផ្កា canola នេះគឺជាផ្កាមួយប្រភេទដែលយើងដាំវាយកទៅផលិតចេញចម្រាញ់ចេញជាប្រេងឆាដើម្បីឆាម្ហូបជាម្ហូបអីជាដើមចឹងទៅហ្នឹងហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេសូមអរគុណនិងអរគុណ